iPhone 8 Plus ម៉ាស៊ីនខ្ចីញញដោះមកតែឆ្លងdirect តែតាមការវឹសវែងទៅយើងវឹសទៅឆ្លងផ្នែកនេះអានឹងគេហៅភ្លើង PP VDD man អានឹងយើងធ្វើយើងថាតាមបច្ចេកទេសណាបើតែបើ professional យើងមិនជា professional អីទេធ្វើទេឥឡូវយើងមើលជាក់តាមនេះអានឹងភ្នែកទឹកភ្នែកទឹកនឹងមើលបានត្រួសទេឥឡូវយើងចាំមើលតាមភ្នែកដែលឃើញតែវាឆ្លងអីឲ្យពិតប្រាកដចឹងណាសិនតែមានធ្លាក់ទឹកទេស្អាតឥឡូវនេះយើងយកមកកັບជាមួយនឹងខ្សែ power supply គ្រឿងនេះដូចពេបដែរហ្នឹងដូចតែយើងអេកូយើងដាក់លើនេះយើងឃើញរូបរាងម៉ាស៊ីននៅលើនឹងអញ្ចឹងឥឡូវនេះយើងចុចបើកភ្លើងវានេះអត់បើកទេឥឡូវយើងចុចបើកភ្លើងមើលហើយយើងមើលនៅកុំព្យូទ័រហាច់អញ្ចឹងភ្លើងដែលចូលអញ្ចឹងថ្មចូលមកសេមកក្របនេះហើយបានវាចេញមកនេះអញ្ចឹងកន្លែងឆ្លងប្រកាសនៅនេះចឹងនៅប្លុកនេះវាមាន4គ្រាប់ហើយយើងមើលបញ្ជាក់នៅនេះ4គ្រាប់ហ្នឹងនេះចឹងយើងអត់ដឹងឆ្លងប្រមាណទេនេះ6គ្រាប់នេះអត់ដឹងឆ្លងមួយណាឥឡូវយើងដាក់ស្រាលមើលមកតង់ទៀតបានរូប iPhone អីគេអីខ្លះអីធម្មតាបងយកអាធម្មតា25បងយកល្អ40អត់ដល់ស៊ីនទេណាបងដល់ស៊ីនវាជិត100ស៊ីនវា40ទេអាដូចស៊ីនបងយកណាបងយកណាយក40ហ៎បងឥឡូវយើងដាក់ស្រាលវាស្រាប់មើលការរលាយរបស់វាឥឡូវយើងបើកភ្លើងមើលខែវទេហើយលួយអាចុងគេខាងនេះចុងគេខាងនេះអញ្ចឹងខូចមកគ្រាប់នឹងឃើញថាទូរស័ព្ទនេះដំណើរការបាទចេញហើយ